Hello វាសួរម៉ួយយេចូលសាកុំអាចារ្យប្លុកមកកាន់ទី404គាត់លេសលេងដឹងហ្មងលើពាក្យមួយច្បាស់ហ្មងអូព្រឹកជំរាបសួរបងហើយជំរាបគុណលោកគ្រូផងគ្រូបាទប៉ះគ្នាអ្នកខ្លាំងគឺប៉ះគ្នាអត់ទេមិញខ្ញុំស្ដាប់រឿងលោកគ្រូតតែបាត់ភ្លើងស្ទើរខ្លាចហ៎ខ្លាចដែរណាអត់ទេតាមបិទភ្លើងល្អអាចារ្យភ្លុកបិទភ្លើងល្អខ្មោចឡងយើងអត់ឃើញទេបើកភ្លើងខ្មោចឡងយើងឃើញណាបាទបងបាទអូខេតោះថ្ងៃនេះមានរឿងអីចែកម្លែកដែរអាចារ្យភ្លុកថ្ងៃហ្នឹងមានរឿងខ្លីមួយបងខ្ញុំកាត់ឡើងនៅថ្មីដែរថាពីខានកចូលដូចព្រៃហ្នឹងសំដែងម៉េះតាំងលកាតារាមកសំដែងម្ដងអត់ទេបងព្រៃមែនតាខ្ញុំញ័រស្រាច់តាឥឡូវនៅតែផ្ទះទៀតស្ងាត់ឈឹងបងអូខេបើជំនាន់អាចារ្យភ្លុកខលមកជំនាន់មុនមានឆ្កែលូអីមកឈុតហ្មងត្បូងមានបងតិចទៀតលូទៀតឡើងបងអូខេចេញមកលូឡើងអូខេតោះគឺនឹងដូចជាកើតឡើងនៅដូចជា2ខែមុនបង2ខែមុននៅភូមិខ្ញុំផ្ទាល់តែម្ដងនៅខាងតាកែវក្បាស់ខាត់បាទហើយរឿងហ្នឹងគឺមិនកើតឡើងខ្លួនខ្ញុំទេគឺអូនផងម្នាក់ចូលចិត្តបបកថៃបាទចូលចិត្តបបកថៃហើយក្មេងៗទេបងអាយុប្រហែលជា15 16ឆ្នាំទេហើយជារឿយៗគាត់ចូលចិត្តបបកថៃហើយទៅគ្នាគាត់មកក្រុម3ទៅ4នាក់អញ្ចឹងទៅតែលើកនេះទៅ3នាក់គ្នាគាត់អញ្ចឹងណាហើយទៅដល់ទូលហ្នឹងគឺជាទូលបុរាណដែលខ្ញុំធ្លាប់និយាយតភ្លឺដែរបងទូលវត្តចាស់ចាបងទូលហ្នឹងបាទទូលវត្តចាស់ហ្នឹងគឺជាទូលដែលពីមុនហ្នឹងគឺទូលកប់ខ្មោចឥឡូវនេះក៏នៅកប់ខ្មោចដែរបងកប់ខ្មោចហើយបូជាសពអីគឺបូជាលើទូលហ្នឹងតែម្ដងហើយក្មេងៗគ្នាអត់ទាន់ដឹងថាទូលហ្នឹងគឺជាស្អីអញ្ចឹងណាគ្នាអត់ទាន់ដឹងទេតែនៅជាប់ទូលហ្នឹងគឺមានស្រះដែលគេថែរក្សាផ្ទះហើយវាចែកដីនៅលើស្រះហ្នឹងតែគេថែរក្សាអញ្ចឹងទៅហើយពួកគាត់ទៅដឹងក្មេងៗឲ្យតែកន្លែងណាមានស្រះមានទឹកមានអីដឹងហើយដងទូចបោះហើយដូចខ្ញុំដែរខ្ញុំដឹងថាបោះហើយឲ្យទៅដឹងថាមានទឹកទៅមានត្រីហើយបាទអញ្ចឹងទៅពួកគាត់ក៏បោះទៅហើយបោះចៃដន្យអីក្លៀកតែមកចុងភ្នែកបន្តិចណាឃើញបតោបចងកបងនៅក្នុងព្រៃហើយគ្នាអត់ចាប់អារម្មណ៍ទេស្មានថាទីមងគេចងអញ្ចឹងណាបងបាទដល់ហើយគុកទៅម្ដងទៀតវាជាពាក់ខ្សែទៅលើចុងឈើពាក់ខ្សែគ្នាក៏ឈោងដៃដោះអាផ្លែទូចហ្នឹងដោះទៅដល់ពេលដោះទៅគ្នាចុងភ្នែកបងធម្មតាវាព្រែកយើងមិនទាន់ផុតណាបងនៅចុងឃើញយើងព្រៀងអញ្ចឹងហ៎បាទតែឃើញកលេចទៅឃើញសុទ្ធតែឈាមនៅសុទ្ធតែភ្នែកពេញភ្នែកហ្មងបងសុទ្ធតែឈាមហើយបតោកតងកនៅលើដើមស្ទៀលបងSF ទៅគ្រប់កន្លែងបានគ្រប់ចំនួនខ្ធាក់ដៃខ្ធាក់ជើងបាយហើយអានោះវាប្រាប់គ្នាថាមានឃើញចងកអត់ហើយអានោះម្នាក់ទៀតនេះក៏ម្នាក់ទៀតអត់មានចង់និយាយថាអត់ឃើញអត់អីទាំងអស់ប៉ុន្តែអានោះវាថាហើយមានឃើញចងកអត់ឃើញចងកអញឃើញចងកហូរឈាមតាមភ្នែកតាមច្រមុះហូរមកដល់ចុងជើងហើយខ្ធាក់ដៃដោះអាវទៅខោខ្លីចាប់តាក្លៀកកន្លែងទៅ3 4នាក់ហ្នឹងកន្លែងទៅគឺឃើញទាំងអស់បងអត់ហងទៀតដងជួយអត់យកផងចុះស្អែកឡើងគាត់ប្រាប់ម្ដាយគាត់ហ្នឹងទៅក៏ចាប់ដើមសោចទឹកសោចអីទៅវាបាត់ចឹងណាបងប៉ុន្តែក្មេងដូចជាវាចងចាំវាមកបងឲ្យតែទៅដល់កន្លែងហ្នឹងគឺវាចាប់ដើមមានអារម្មណ៍មួយថាផ្លែកខុសធម្មតាចឹងបងផ្លែកខុសធម្មតាហើយទួលមួយហ្នឹងគឺជាទួលបុរាណបែបវត្តចាស់វត្តផ្លាស់ទីពីវត្តភៃរវាចាស់ចឹងទៅគេបដូរមកក្នុងភូមិវិញទុកទួលនឹងចោលកប់សពកប់អីចឹងទៅបូជាសពទៅហើយពីដើមឡើយគឺទួលហ្នឹងគឺដូចអ្នកក្នុងភូមិក៏ស្គាល់និយាយចឹងខ្ញុំនៅក្មេងៗបងតែស្ដាប់គាត់និយាយចឹងណាបាទតែយប់ឡើងគឺមានអ្នកលក់ដូរនៅលើទួលហ្នឹងហើយដូចយើងរស់នៅសពថ្ងៃចឹងមានអ្នកលក់ដូរមានអីដូចយើងរស់នៅសពថ្ងៃមានភ្លើងមានអីចឹងប៉ុន្តែយប់ឡើងគឺមានអ្នកចងកាត់ទេប៉ុន្តែគេឃើញភ្លើងគឺផ្លុងនៅនឹងយប់ឡើងមានមនុស្សដើរចងកាត់ចឹងណាដូចភូមិមួយកាត់ទៅពេលយប់បាទដូចភូមិគេហៅថាភូមិខ្មោចចឹងណាបាទបច្ចុប្បន្នទូហ្នឹងគឺនៅដល់សពថ្ងៃហ្នឹងបងតែហេតុការណ៍បងទាំងខ្ញុំតាហេតុការណ៍ហ្នឹងកើតពេលណាមកហេតុការណ៍ខ្មោចចងកឬក៏ហេតុការណ៍ខ្មោចចងកប្រហែលជា2ខែមុនតបងអូថ្មីនេះដែរបាទខែ2
ក្មេងអ្នកខ្មោចលងឈ្មោះហុងលីបង អូ ហុងលីក្មេងផ្ទាល់ហ្មងតែពិតមុនដំបូងគឺខ្ញុំអត់ដឹងទេវាតែកាត់តក់កន្លែងខ្ញុំនិយាយតែបងកាត់តក់កន្លែងខ្ញុំនិយាយតែមើលថ្ងៃណាមួយចាំឲ្យវាខចូលនិយាយខ្លួនឯងហ្មងផ្ទាល់ហ្មងល្អបង អូខេបានម្ចាស់សម័យរឿងគាត់ឃើញជាក់ស្ដែងតែគាត់អារម្មណ៍មិនបត់វិសោធន៍មិនអញ្ចឹងណា បាទគាត់ចង់ខចូលតែគាត់ក្មេងគាត់ខ្លាចទេបងហើយណាមួយទៀតគាត់តូនអ្នកចិនសាអញ្ចឹងទៅយប់លុបវាអត់ដល់ចេញក្រៅទេអញ្ចឹងទៅពិបាកយើងពិបាកតាក់តងគាត់អញ្ចឹងណា អូខេបាន បាទ មានអីបន្ថែមទេ ចាំលើកក្រោយបងលើកក្រោយហើយ មកប្រហើបមុង ណាគេប្រហើបសិនព្រោះថាចាងភ្លុកចាំយើងអញ្ជើញគាត់មកផ្ទាល់បានឆ្ងាញ់និយាយទូរស័ព្ទចេះស្ដាយសាច់រឿងណា ប្រហើបមុងសាហាវដេះខំប្រឹង ស្ដាប់ សល់ចាប់លោកគេចាំមើលសុំខាង director ខាង producer ឲ្យអញ្ជើញចាប់លោកមកជួយប្រហើបសាច់រឿងមួយសល់ខ្លាំងណាស់ អូខេ សល់មែនតើហ្មង អូខេជូនពរចាភ្លុកសុខសប្បាយអរគុណ បាទ ហើយជួបគ្នាឆាប់ណាជួបគ្នាឆាប់ ឆាប់ ជូនពរសុខភាពល្អ បាទអរគុណបងអរគុណ អូខេបាទបាយបាយ